ប្រិមិត្តជាទីគោរពឥឡូវនេះខ្ញុំបានជួបស្ត្រីវ័យចំណាស់ពីរនាក់ប៉ុន្តែមានតែម្នាក់ទេដែលប្អូនជាប្អូនគាត់ឈ្មោះប្អូនខិននៅសហរដ្ឋអាមេរិកបើតាមដឹងគាត់ថាណែប្អូនរបស់គាត់ឈ្មោះខិនហ្នឹងបានសួររកបងស្រីឈ្មោះឡុងថុលច្រើនដងឡុងថុលឡុងធក់ហ្នឹងច្រើនដងហើយគាត់អត់បានទទួលដំណឹងទេដោយសារតែជីវភាពខ្វះខាតអត់មានទូរទស្សន៍នៅផ្ទះទើបតែគេប្រាប់ហើយគេប្រាប់ហ្នឹងឥឡូវគេផ្សាយដូចមួយឆ្នាំហើយប៉ុន្តែថ្មីនេះក៏មានផ្សាយដែរសួរបងខិនហ្នឹងនៅសហរដ្ឋអាមេរិកហ្នឹងសួររកបងស្រីណាបងថុលបងធក់ប៉ុន្តែឥឡូវនេះបងថុលសួររកបងខិនវិញសួររកវិញតែបើប្អូនបានឃើញហើយសូមឆ្លើយឆ្លងតាមលេខទូរស័ព្ទទៅបងស្រីឈ្មោះឡុងថុលនឹងផងនេះឡុងថុលជំរាបសួរអ៊ំស្រីជំរាបសួរអ៊ំពិតជាឡុងថុលហ្នឹងឡុងថុលនៅមកពីណាមកគៀនឃ្លាំងគៀនឃ្លាំងឃុំ7ទឹកស្រុកកំពង់តឡាចខេត្តកំពង់ឆ្នាំងឥឡូវមីងសួររកប្អូនវិញប្អូនខិនហ្នឹងបែកគ្នាតាំងពីឆ្នាំណាទេថាពោត73តាំងពីពោតមកណាតាំងពីពោតមកហ្នឹងហើយមីងតាំងពីពោតតែនិយាយរឿងប្អូនហ្នឹងនឹកឃើញនឹករលឹកចង់អួលដើមកបែកគ្នាដល់ពេលប្អូនរកបងរកមិនឃើញដល់ឥឡូវបងសួររកប្អូនវិញហើយមានពាក្យពេចន៍អី5ផ្ញើទៅប្អូននៅសហរដ្ឋអាមេរិកបើបានឃើញហើយដឹងហើយសូមទូរស័ព្ទមកមានលេខទូរស័ព្ទទេណាអត់សូវចេះនិយាយទៅណាអញ្ចឹងឥឡូវប្រាប់ប្អូនមើលហើយប្រាប់ប្អូនមើលលេខទូរស័ព្ទមីងលេខប្រហែលយកលេខទូរស័ព្ទខ្ញុំក៏បានណានេះទៅចរូនមួយទៅច099 40 58 36នេះណាជាអីមីងជាអីជាបងប្អូនចរូនមួយបងប្អូនចរូនមួយអញ្ចឹងមកពីកំពង់ឆ្នាំងណោះហ្នឹងហើយសួររកប្អូនខិនប្អូនខិនហ្នឹងអាយុបងខ្ញុំហៅតាមគាត់ទេមិនខ្ញុំមិនហៅព្រោះខ្ញុំទំហាជាងណាទេហ្នឹងហើយអញ្ចឹងដោយសារតែប្អូនហ្នឹងព្យាយាមរកបងហើយមិនបានជួបឥឡូវនេះបងទៅបានដឹងដំណឹងថាប្អូននៅរស់នៅសហរដ្ឋអាមេរិកអញ្ចឹងដែរបងសូមសួរទៅវិញសួរទៅប្អូនបើសិនជាបានឃើញហើយសូមតាក់ទងតាមលេខទូរស័ព្ទអ្នកមីងប្រាក់ឲ្យមិញហ្នឹងណាហ្នឹងហើយខ្ញុំជាអ្នកព័ត៌មាននេះគ្រាន់តែចម្លងទៅទេចម្លងហ្នឹងទេអញ្ចឹងមីងមានអីជាចុងក្រោយមីងថុលបងអូនចេញកាយទៀតនិយាយទៅថាសុំបងអូនមកបងអូនមកនឹកឃើញកំសត់ណាបងប្អូនទាំងអស់បាននេះងាប់អស់4ប្រហែល3ស្លាប់អស់3នៅសល់ប៉ុន្មានរងថ្ងៃសល់ស្រី4ផោវានឹងមួយហ្នឹងបាទ5ចា ហើយសប្ថ្ងៃមីងប្រកបមុខរបរអីបាទហើយមានកូនចៅម៉ានអ្នកអីកូនចៅ3នាក់ណាអញ្ចឹងឥឡូវសូមសួររកប្អូនខិនណានៅឯសហរដ្ឋអាមេរិកឆ្លើយតបជាមួយបងផងបងអ៊ូលដើមកនិយាយមិនកើតទេឬសូវតែប្អូននឹករលឹកសួររកអញ្ចឹងណាអញ្ចឹងខ្ញុំជាព័ត៌មានមានចម្លងជូនឲ្យប្អូនខិនបានឆ្លើយឆ្លងផងតាមហ្នឹងអរគុណច្រើនកាហ្វេកោសិកា Nutri-Rich ផ្ដល់ភាពឆ្លាតវៃខាងផ្នែកអាហារូបត្ថម្ភចិញ្ចឹមប្រព័ន្ធសរីរាង្គកាយដែលមានគុណភាពប្រសិទ្ធភាពសុវត្ថិភាពដោយឆ្លងកាត់ការពិនិត្យពីក្រសួងសុខាភិបាលកម្ពុជានិងម៉ាឡេស៊ីហត្ថាធម្មជាតិផលិតនៅតែខ្ញីធម្មជាតិ 100% ជួយប្រព័ន្ធរំលាយអាហារបំបត្តិការក្អកជួយសម្រួលដល់ផ្លូវដង្ហើមភូមិមួយផ្ទះមួយជួយគាំទ្រផលិតផលជាតិយើង
សាប៊ូដុសខ្លួនសម្រាប់ចរណៃអាចជួយការពារស្បែកពីពន្លឺព្រះអាទិត្យការពារស្បែកពីកន្ទួលរមាស់និងជួយឲ្យស្បែកសស្អាតភ្លឺរលោងសិប្បកម្ម YC Nature យើងបានបង្កើតឡើងប្រេងកូឡានិងប្រេងខ្យល់ខ្មែរសញ្ញាដំរី5ផលិតផលរបស់យើងត្រូវបានរចនាឡើងដើម្បីជួយកាត់បន្ថយការឈឺចុកចាប់ការឈឺសាច់ដុំក្រិចថ្លោះហើមរមួលក្រពើកាត់បន្ថយការនឿយហត់ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយនិងជួយបំបាត់ stress ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលខ្មែរកសិផលខ្មែរគ្រប់ប្រភេទតាមរយៈលេខទូរស័ព្ទ086 92 89 98និងតាមរយៈលេខទូរស័ព្ទមួយខ្សែទៀត061 96 96 12សូមបញ្ជាក់ថារាល់ការទទួលពាណិជ្ជកម្មផ្សព្វផ្សាយទាំងនេះស្ថាប័នយើងខ្ញុំមិនគិតថ្លៃសេវានោះទេ